នេះគឺជាថ្ងៃទី5នៃការណែនាំរឿងមួយថ្ងៃមួយរហូតដល់ថ្ងៃ Halloween មានរឿងមួយបែបកំ pl ែងរន្ធត់ horror comedy ប៉ុន្តែវាអត់សូវរន្ធត់ណាស់ណាឯងគ្រាន់តែ theme ហើយនឹងប្រធានបទរបស់វានៅក្នុងនោះវាតាក់ទងជាមួយនឹងបិសាចអីហ្នឹងបានចេញកាលពីឆ្នាំ2009ដែលកាលហ្នឹងអត់សូវទទួលបានភាពជោគជ័យប្រមាណទេហើយថែមទាំងទទួលបានការវិតម្លៃទាបទៀតប៉ុន្តែជាច្រើនឆ្នាំកន្លងផុតទៅវាត្រូវបានគេជីកកកាយយកមកមើលយកមកនិយាយឡើងវិញហើយ realize ថាតាមពិតទៅរឿងហ្នឹងវាល្អមើលវាបានខ្លាយទៅជារឿងមួយដែលគេចូលចិត្តយកមកមើលឡើងវិញរហូតជាពិសេសនៅក្នុងកំឡុងពេល Halloween នេះដឹកនាំដោយ Karen Kusama រឿង Jennifer's Body នេះមានការចូលរួមសម្ដែងពី Megan Fox ដើរតួ Jennifer ជាសិស្សវិទ្យាល័យដែលត្រូវបានបិសាចចូលសន្ធិដ្ឋក្រោយពីគាត់ត្រូវបានគេចាប់យកទៅធ្វើពិធីបូជាប៉ុន្តែអាចបានសម្រេចហើយនឹងមាន Amanda Seyfried ដើរតួជា Needy ជាមិត្តភក្តិជិតស្និទ្ធរបស់គាត់ត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះក៏ប្លែងក៏ប្លែង dark ក៏ dark ជាមួយនឹងកម្លាំងធាតុថ្មីក្រោយបិសាចចូលសន្ធិដ្ឋខ្លួនរបស់គាត់ហ្នឹង Jennifer បានទៅ seduce ហើយនឹងស៊ីផផដែលធ្វើខុសដាក់គាត់ប៉ុន្តែបើនិយាយឲ្យស៊ីជម្រៅទៅរឿងនេះវាមានប្រធានបទល្អៗជាច្រើនប្រកបនៅក្នុងនឹងដែរជាពិសេសតាក់ទងជាមួយនឹងការគៀបសង្កត់ឬក៏ដាក់សម្ពាធពីសង្គមទៅលើមនុស្សស្រីនិយាយពី femininity ហើយនឹងមិត្តភាពរបស់ពួកគាត់អីហ្នឹងហើយសំខាន់រឿងនេះសម្បូរឈុត iconic ទៀតអ្នកទាំងអស់គ្នាមិនដែលឃើញ clip ឬក៏ gif ដែល Megan Fox គាត់លៀនដាតហើយរោដែលកេះហត់ yes គឺមកពីរឿងនេះហើយ so yeah ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹង have a good time ជាមួយរឿងនេះបើចូលចិត្តវីដេអូនេះកុំភ្លេច follow ផងដើម្បីដឹងថាស្អែកខ្ញុំមានរឿងអីសម្រាប់ណែនាំអ្នកទាំងអស់គ្នាទៀត